តោះមករៀនភាសាអង់គ្លេសជាមួយខ្ញុំនៅក្នុងថ្ងៃនេះនៅក្នុងវីដេអូនេះគឺយើងពិភាក្សាគ្នាអំពី subject complement ហើយ subject complement នេះគឺជាធាតុផ្សំសំខាន់មួយនៅក្នុងប្រភេទប្រយោគមួយបែបដែលខ្ញុំបានបកស្រាយនៅក្នុងវីដេអូកាលពីលើកមុនហ្នឹងដែលខ្ញុំដាក់ចំណងជើងថារៀនអំពីប្រយោគវគ្គ4បាទអញ្ចឹងណាចឹងនេះយើងអាចទៅមើលវីដេអូនោះឡើងវិញហើយត្រឡប់មកវិញនឹងយល់បន្ថែមថាតើអ្វីទៅជា subject complement បាទហើយនៅក្នុងវីដេអូនេះគឺយើងពិភាក្សាគ្នាថាតើអ្វីដែលអាចដើរតួជា subject complement បានអញ្ចឹងណាអញ្ចឹងរបស់ទី1សំខាន់ជាងគេគឺ noun នៅក្នុងវីដេអូនេះគឺយើងពិភាក្សាគ្នាអំពី noun ជាគោលចម្បងបាទអញ្ចឹង noun អាចដើរតួជា verb សំទោសអាចមានរូបរាងជា verb អាចមានរូបរាងជា compound អាចមានរូបរាងជា phrase អាចមានរូបរាងជា clause អញ្ចឹងណាបាទអូខេអញ្ចឹងយើងមើលឧទាហរណ៍ទី1 she becomes a soldier បាទអញ្ចឹងយើងដឹងហើយថាកិរិយាសព្ទរបស់យើងត្រូវតែជា linking verbs ឬក៏ជា state verb ណាអញ្ចឹងដើម្បីឲ្យដឹងតើយើងអាចជំនួសវាដោយសាកបងជំនួសវាដោយ verb to be ទៅអញ្ចឹងវាទៅជា she is a soldier អញ្ចឹងបើសិនជា soldier នឹងជាមនុស្សតែមួយជាមួយនឹង subject របស់យើងវាធ្វើឲ្យ soldier នឹងគឺជា subject complement បានន័យថាជារបស់តែមួយឬក៏ជាមនុស្សតែមួយជាមួយនឹងប្រធានរបស់យើងបាទអូខេអញ្ចឹង she is a soldier នេះគឺជា noun ហើយវាជា word វាដើរតួជា subject complement បាទអូខេចំណែកឧទាហរណ៍ទី2គឺ that man is a firefighter បាទពាក្យហ្នឹងបើសិនយើងមើលទៅឃើញថា firefighter នោះប្រហែលជា word ដែរតែតាមពិតបើយើងមើលពីចែកបានត្រឹមត្រូវទៅគឺ fire ជាពាក្យមួយហើយ fighter ជាពាក្យមួយទៀតប៉ុន្តែដល់ពេលយើងដាក់ចូលគ្នាទៅវាជា compound អានេះគឺជា compound noun ដែលកំពុងតែដើរតួជា subject complement ដោយសារវាជារបស់តែមួយជាមួយនឹងប្រធានរបស់យើងដែលជា that man អូខេបាទអញ្ចឹងយើងមើលឧទាហរណ៍ទី3 their mother is a very kind woman អូខេបាទអញ្ចឹងបើសិនជា woman ទៅប្រមាណទេអានឹងគឺជា word ទេប៉ុន្តែពេល a very kind woman វាគឺជា phrase វាគឺជា clear អញ្ចឹងណាបាទអញ្ចឹង their mother គឺជា subject ហើយអ្នកដែលជារបស់តែមួយជាមួយនឹង their mother ហ្នឹងគឺ a very kind woman អូខេបាទអញ្ចឹង a very kind woman គឺជា subject complement ដែលមានរូបរាងជា noun phrase អូខេចំណែកឧទាហរណ៍ពីខាងក្រោមគឺក្នុងករណី clause ណាជា noun clause my belief is what is your belief what is my belief is that hard work pays off អញ្ចឹងណាអញ្ចឹងthat hard work pays off អានេះគឺជា noun clause ដែលវាជារបស់តែមួយជាមួយនឹង my belief អញ្ចឹងណាអញ្ចឹងគឺយើងហៅវាថាវា subject complement បាទទៅពេលចុងក្រោយគឺ the question is whether he will join us អូខេបាទអញ្ចឹង what is the question is whether he will join us អូខេបាទអញ្ចឹង whether he will join us នេះគឺជា noun clause ដែលជារបស់តែមួយជាមួយនឹង the question បាទប៉ុន្តែវាជា clause ណាម្ដងទៀតអញ្ចឹងវាអាចដើរតួជា subject complement បាទអូខេបាទខ្ញុំនឹងបន្តវិភាសាអំពី subject complement នៅក្នុងវីដេអូក្រោយទៀតបាទអញ្ចឹងកុំភ្លេចជួយ like និង share ផងបាទអរគុណ